ក្តីស្រមៃខុសពីការពិតទាំងស្រុងកាលពីនៅក្មេងយើងធ្លាប់មានក្តីស្រមៃតាមបំណងរៀងខ្លួនមិនខុសគ្នាទេប៉ុន្តែលទ្ធផលពិតគឺវាខុសគ្នាពីក្តីស្រមៃទាំងស្រុងដោយសារលក្ខខណ្ឌសង្គមនាពេលនោះគឺសង្គ្រាមនិងការព្រាត់ប្រាសនៅទសវត្សរ៍70-80ក្នុងរបប3ឆ្នាំ8ខែ20ថ្ងៃគឺជារបបគុកឥតជញ្ជាំងអ្វីត្រូវបាត់ស្ទើរទាំងស្រុងមនុស្សត្រូវបង្ខំឲ្យផ្លាស់ប្ដូរទីលំនៅម្ដងហើយម្ដងទៀតជីវភាពត្រូវធ្លាក់ដុនដាបខ្លាំងសូម្បីតែវិស័យអប់រំសិក្សាធិការក៏ត្រូវបាត់បង់ទាំងស្រុងទៅហើយនៅពេលខ្លះមនុស្សជំនាន់នោះចង់រៀនសូត្រចង់អភិវឌ្ឍខ្លួនក៏គ្មានឱកាសក្រឡេកមកមើលបច្ចុប្បន្នក្រោមលោកនៃសន្តិភាពគ្រប់យ៉ាងត្រូវបានផ្លាស់ប្ដូរមធ្យោបាយអភិវឌ្ឍខ្លួនមានសម្បូរបែបបច្ចេកវិទ្យាទំនើបនិងមានឱកាសច្រើនបំផុតសម្រាប់មនុស្សគ្រប់គ្នាពិសេសយុវវ័យប៉ុន្តែខ្ញុំចង់សួរថាតើយុវវ័យយើងសពថ្ងៃបានអភិវឌ្ឍខ្លួនដល់កម្រិតណាហើយចូលដាស់តឿនខ្លួនឯងកុំសប្បាយវង្វេងនិងលបែងពាលានឹងការដើរលេងឥតប្រយោជន៍ចូលចាប់យកឱកាសដ៏មានតម្លៃនៅចំពោះមុខខំប្រឹងរៀនសូត្រនិងសាងអនាគតពីឥឡូវនេះទៅកុំបណ្ដោយឲ្យពេលវេលាកន្លងហួសបើអ្នកមិនចង់មានវិបត្តិសារីទៅថ្ងៃខាងមុខ